ពលរដ្ឋសង្ឃឹមថាក្រុមហ៊ុនតេឡាសូគីមិចលីមឡុងនិងក្រាសាំងនៅក្នុងស្រុកខ្មែរមួយចំនួនមិនឆ្លៀតក្នុងឱកាសនេះដំឡើងតម្លៃថ្លៃខុសពីធម្មតាតែចោះឆ្លៀតពេលដែលពលរដ្ឋខ្មែរស្ទើរតែមួយប្រទេសកំពុងតែឈប់ប្រើប្រាស់នៅផលិតផលរបស់ថៃជាពិសេសគឺសាំង PTT តែម្ដងបន្ទាប់ពីខាងថៃគេគម្រាមនឹងចង់បញ្ឈប់នៅការផ្ដល់ប្រេងឥន្ធនៈឲ្យកម្ពុជាបែបគេគិតថាកម្ពុជានឹងគ្មានប្រេងសាំងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋតែអ្នកគិតនេះគឺខុសស្រឡះទៅហើយដោយពលរដ្ឋខ្មែរជាច្រើនបានកំពុងតែងាកមកប្រើប្រាស់និងគ្រប់គ្រងនៅផលិតផលរបស់ខ្មែរនៅផលិតផលដែលមាននៅក្នុងស្រុកដើម្បីសាមគ្គីភាពមួយឲ្យរឹងមាំឲ្យប្រទេសជិតខាងហ្នឹងសៀមនោះមើលឃើញថាខ្មែរខ្លាំងប៉ុណ្ណាមិនមានការប្រើប្រាស់របស់អ្នកក៏កម្ពុជាអាចរស់បានដែរកម្ពុជាមិនខ្ចីដង្ហើមអ្នកដកទៀតទេពីព្រោះថាកម្ពុជាគឺជាប្រទេសមួយដែលអាចគ្រប់គ្រងនិងផ្គត់ផ្គង់នៅសម្ភារៈប្រើប្រាស់មួយចំនួនរបស់ខ្លួនដល់ពលរដ្ឋហើយមិនចាំបាច់ទៅប្រើរបស់អ្នកឲ្យអ្នកគម្រាមលិចគម្រាមកើតបានទៀតទេសំបីតែភ្លើងអញ្ចឹងភ្លើងក៏កម្ពុជាអាចផ្គត់ផ្គង់ខ្លួនឯងបានដែរណែវាអញ្ចឹងប៉ុន្តែក្នុងឆ្លៀតក្នុងឱកាសហ្នឹងស្នើសុំទៅដល់បងដែលជាម្ចាស់ប្រេងឥន្ធនៈម្ចាស់ស្ថានីយ៍ក្រាសាំងណាមេត្តាគុំដំឡើងតម្លៃខុសពីធម្មតាឬក៏បងដែលជាអ្នកលក់ទំនិញដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងស្រុកយើងនេះមេត្តាគុំដំឡើងតម្លៃដែរជាពិសេសគឺគ្រឿងប្រើប្រាស់ប្រចាំថ្ងៃតែម្ដងសូមលក់នៅក្នុងតម្លៃដើមមិនថាក្នុងកលៈទេសៈណាទេយើងកុំកេងប្រវ័ញ្ចដើម្បីប្រយោជន៍ខ្លួនយើងត្រូវគិតដល់ប្រយោជន៍រួមកលៈទេសៈនេះយើងកំពុងតែគិតឲ្យផុតនៅផលិតផលរបស់គេយើងកំពុងនៅដង្ហើមគេដកដូច្នេះយើងត្រូវប្រឹងនៅដង្ហើមខ្លួនយើងត្រូវប្រឹងដោយខ្លួនឯងដូច្នេះហើយយើងកុំឆ្លៀតក្នុងឱកាសហ្នឹងធ្វើបាបគ្នាឯងហើយតម្លៃប៉ុណ្ណាលក់ប៉ុណ្ណឹងបាទតម្លៃប៉ុណ្ណាលក់ប៉ុណ្ណឹងសុំកុំប្រឹងដើម្បីផលប្រយោជន៍ខ្លួនឯងធ្វើឲ្យខូចប្រយោជន៍អ្នកដទៃវាមិនមែនជារឿងអ្វីមួយដែលល្អសម្រាប់ខ្លួនយើងទេហើយបើយើងធ្វើអញ្ចឹងមែនបានលុយមកមែនតែយើងដេកពំលក់នៅឡើយដេកមិនលក់បក់មិនឡើយទេខ្ញុំប្រាប់បងប្អូនប្រិមិត្តដូច្នេះសូមបងប្អូនទាំងអស់អ្នកដែលកំពុងតែលក់ផលិតផលក៏ដូចជាសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋប្រចាំថ្ងៃជាពិសេសសាំងសូមមេត្តារក្សានៅតម្លៃដើមតាមក្រសួងដែលបានចែងជូនកុំដំឡើងតម្លៃឆ្លៀតក្នុងឱកាសនេះអីវាមិនមែនជារឿងល្អទេខ្ញុំសូមបញ្ជាក់ដដែលបងប្អូនប្រិមិត្តសម្រាប់ព័ត៌មានមួយនេះខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនជាខ្ញុំបានមានព័ត៌មានអ្វីថ្មីប្លែកបន្តទៀតខ្ញុំបាននឹងធ្វើការអាប់ដេតនៅលើ page ផ្លូវការ CCN TV ព័ត៌មានប្រចាំថ្ងៃខ្ញុំបាទមាសសារ៉ាសូមអរគុណនិងសូមគោរពលាជួបគ្នាជាមួយខ្ញុំបាទមាសសារ៉ានៅព័ត៌មានបន្ត